đây bằng phone mà ngày ní cái dương cứ nhưng mà prapiរបៀប clone Windows ណាសម្រាប់បងប្អូនចង់ clone Windows ទៅដាក់កុងទ័រផ្សេងឬកុងទ័រខ្លះគាត់អត់មាន Windows ឬក៏បងខ្លះគាត់ដូរ hard disk មក SSD អញ្ចឹងសម្រាប់ SSD របស់យើងដែលថ្មីគឺយើងមិនអាចបើកកុងទ័រចេញទេគឺវាអត់មាន Windows អញ្ចឹងនេះជាកម្មវិធីដែលយើងអាច clone Windows បានអញ្ចឹងបងប្អូនអាចមើលឈ្មោះទៅមើលឈ្មោះឲ្យវាយតាមហ្នឹង down មកវាអត់មានពិបាកទេហ្នឹងហើយអញ្ចឹងបើ down ខុសពីរបស់ខ្ញុំអីភាគច្រើនវាអត់មាន free ទេវាឲ្យយើងបង់លុយអញ្ចឹងគឺមានកម្មវិធីនេះមួយយើងអាចប្រើ free បានអញ្ចឹងការ clone នោះវាមានន័យយ៉ាងម៉េចមានន័យថាសម្រាប់ដែលបងប្អូនគាត់ចង់មិនចង់លុប Windows ឬក៏គាត់ដែលមានកុងទ័រផ្សេងគាត់ចង់ clone យកទៅដាក់កុងទ័រផ្សេងយើងអាច clone បានម៉ាកដូចគ្នាកុងទ័រដូចគ្នាអញ្ចឹងណាអញ្ចឹងវា clone យើងគ្រាន់តែចុចមកហ្នឹងមកហ្នឹងហើយសម្រាប់ដែលបងប្អូនគាត់ដូរពី hard disk ទៅ SSD ទៅអញ្ចឹងយើងអាច clone ពី hard disk របស់យើងហ្នឹងមកចូល SSD បានអញ្ចឹងណាហើយវា clone យើងគ្រាន់តែចុចនៅក្នុងកម្មវិធីហ្នឹងមក plug មកហ្នឹងហើយចុចមក plug មកយើងជ្រើសរើស folder មួយណាដែលយើងត្រូវការជ្រើសរើសដែលយើងចង់បានណាអញ្ចឹងឧទាហរណ៍ថា Windows វានៅ Drive C អញ្ចឹងយើងរើស Drive C មក Windows នៅ Drive C អញ្ចឹងយើងចុច Drive C មកបើសិនជា Windows នៅក្នុងនេះយើងចុចក្នុងនេះអញ្ចឹងយើងចុចក្នុងនេះមកអញ្ចឹងកុងទ័រពីអត់ Windows វាមិនអាចបើកចេញបានទេអញ្ចឹងយើងចុចបន្ទាប់ទៀតមកអញ្ចឹងវាលោតបែបនេះខ្ញុំសូមបញ្ជាក់ខ្ញុំចុចថយចេញសិនក៏ឡភ្លេចប្រាប់បងប្អូននេះមុនដំបូងយើងចុចក្នុងកម្មវិធីហ្នឹងវាលោតបែបហ្នឹងណាបន្ទាប់មកយើងចុចនេះយើងចុចនេះមកអូខេចាដល់អញ្ចឹងមកហើយយើងចុចពាក្យថានេះ Try C នេះមកអញ្ចឹងសូមបញ្ជាក់អាកន្លែងហ្នឹង Windows បងប្អូននៅកន្លែងណាចុចយកកន្លែងហ្នឹងណាបើបងប្អូនអត់ចង់ down Windows ថ្មីឬអីចឹងណាដែលខ្ជិល down អីញ៉ៃខ្ជិល down file Windows អីទ្ពីអញ្ចឹងយើងអាចធ្វើតាមនេះបានអញ្ចឹងយើងចុចចឹងមក Try C ហ្នឹងមកបន្ទាប់មកយើងចុចបន្ទាប់អូខេហើយបន្ទាប់មកបងប្អូនចង់ដាក់នៅណាអញ្ចឹងបងប្អូនដាក់នៅ SSD យើងចុចនៅ SSD មកបងប្អូនចង់ដាក់នៅក្នុងណាចុចដាក់ក្នុងហ្នឹងមកហើយដល់ពេលបងប្អូនដាក់ហើយកុងទ័រហ្នឹងវាមានវាលក្ខណៈឈ្មោះហ្នឹងអីហ្នឹងទាំងអស់ដូចដើមវិញតែម្ដងបាទអញ្ចឹងវាអត់មានខុសគ្នាមិនទេអញ្ចឹងបើសិនជាយើងយកទៅដាក់ក្នុងកុងទ័រផ្សេងតែកុងទ័រម៉ាកដូចគ្នាអញ្ចឹងណាកុងទ័របងប្អូនមិនកុងទ័រផ្សេងក៏ចឹងដែរតែយើងអាចដូរឈ្មោះបានអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងហើយបងប្អូនចុចបន្ទាប់ទៀតមក